តើកោះតៃវ៉ាន់កំពុងក្លាយជាកូនអុកក្នុងល្បែងចរចារវាងលោកត្រាំនិងលោក Xi Jinping ឬយ៉ាងណាស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់បានឡើងកម្ដៅជាថ្មីប៉ុន្តែលើកនេះមិនមែនដោយសារតែការសម្ពយុទ្ធយោធានោះទេគឺដោយសារតែពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump រដ្ឋាភិបាលទីក្រុងតៃប៉េកំពុងបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះបានទម្លាយថាលោកបានពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំចិនអំពីគម្រោងលក់អាវុធឲ្យកោះតៃវ៉ាន់ដែលជាទង្វើមួយត្រូវបានគេមើលឃើញថាអាចនឹងបំផ្លាញគោលការណ៍ការទូតដែលរដ្ឋការទីក្រុង Washington បានប្រកាន់ខ្ជាប់អស់ជាច្រើនទសវត្សរ៍មកហើយយោងតាមប្រភពសារព័ត៌មាន Associated Press AP ដែលត្រូវបានចុះផ្សាយនៅថ្ងៃទី20 ខែកុម្ភៈឆ្នាំ2026បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដោយបញ្ជាក់ថាលោកបានពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping អំពីលទ្ធភាពនៃការលក់អាវុធឲ្យកោះតៃវ៉ាន់ហើយបានសម្រេចចិត្តនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះលោក Donald Trump បានមានប្រសាសន៍យ៉ាងដូចនេះថាខ្ញុំបានពិភាក្សាជាមួយប្រធានាធិបតី Xi Jinping អំពីគម្រោងលក់អាវុធឲ្យកោះតៃវ៉ាន់ហើយយើងនឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះខ្ញុំមានទំនាក់ទំនងយ៉ាងល្អជាមួយមេដឹកនាំចិនការលើកឡើងនេះបានបង្កឲ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកក្នុងចំណោមអ្នកជំនាញភូមិសាស្ត្រនយោបាយថាតើនេះជាសញ្ញានៃការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មុនពេលលោកត្រាំបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងខែមេសាខាងមុខនេះឬយ៉ាងណាលោក William Yang អ្នកវិភាគជាន់ខ្ពស់ផ្នែកភូមិសាស្ត្រនយោបាយនៅអាស៊ីអេសាននៃក្រុមប្រឹក្សាវិបត្តិអន្តរជាតិបានព្រមានថាទង្វើរបស់លោក Donald Trump អាចជាការរំលោភលើការធានា6យ៉ាងជាពិសេសចំណុចទី2ដែលចែងថាសហរដ្ឋអាមេរិកមិនត្រូវពិភាក្សាជាមួយប្រទេសចិនលើបញ្ហាលក់អាវុធឲ្យកោះតៃវ៉ាន់ឡើយលោកបានមានប្រសាសន៍បន្តថាលោកត្រាំអាចនឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយដែលបើកឱកាសឲ្យទីក្រុងប៉េកាំងមានសិទ្ធិចូលរួមសម្រេចឬដាក់លក្ខខណ្ឌលើការលក់អាវុធរបស់សហរដ្ឋអាមេរិកឲ្យទៅកោះតៃវ៉ាន់លោក Liu Nickman សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិតៃវ៉ាន់បានពន្យល់ថាគោលនយោបាយអាមេរិកចំពោះកោះតៃវ៉ាន់ផ្អែកលើសសរស្តម្ភ3យ៉ាងទី1ច្បាប់ស្តីពីទំនាក់ទំនងកោះតៃវ៉ាន់ឆ្នាំ1979បង្ខំឲ្យសហរដ្ឋអាមេរិកជួយតៃវ៉ាន់ការពារខ្លួនទី2សេចក្តីថ្លែងការណ៍រួមទាំង3សហរដ្ឋអាមេរិកទទួលស្គាល់ចិនតែមួយប៉ុន្តែមិនទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសចិនលើកោះតៃវ៉ាន់នោះទេទី3ការធានា6យ៉ាងការសន្យាថានឹងបន្តការគាំទ្រចំពោះកោះតៃវ៉ាន់ដោយមិនបានពិភាក្សាជាមួយប្រទេសចិនកាលពីខែធ្នូឆ្នាំ2026រដ្ឋបាលលោកត្រាំបានប្រកាសលក់អាវុធឲ្យទៅកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់$11,000 លានអាមេរិកដែលធ្វើឲ្យក្រុងប៉េកាំងខឹងឆេះដុំស្របពេលដែលសម្ពាធពីខាងក្រៅកំពុងកើនឡើងរដ្ឋាភិបាលរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោកឡៃឈីងតឺកំពុងជួបបញ្ហាហិរញ្ញវត្ថុផងដែរយោងតាមប្រភពពីក្រុងតៃប៉េកាលពីថ្ងៃច័ន្ទសប្តាហ៍នេះបានឲ្យដឹងថាគណៈបកប្រឆាំងរបស់កោះតៃវ៉ាន់បានប្រកាសថានឹងធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើកញ្ចប់ថវិកាការពារជាតិជាពិសេសចំនួន$40,000 លានអាមេរិកនៅពេលដែលសភាបើកសម័យប្រជុំនាថ្ងៃទី23ខែកុម្ភៈដ៏ខ្លីខាងមុខនេះ